ពីប្រហែលជា10នាទីមុននេះ yes ដូចជាប្រហែលនាទីមុនហ្នឹងនេះ10នាទីមុនហ្នឹងបានគេធ្វើការ post នៅលើ page MLBB Esports អញ្ចឹង MLBB បានធ្វើការ announcement តយ live គឺគេធ្វើបាន announcement នៅលើ page ផ្លូវការរបស់គេផ្ទាល់គឺនៅការប្រកួត MSC 2025មួយនេះគឺដោយគេបានរកឃើញការធ្វើខុសរបស់កីឡាករ2រូបនោះគឺឈប់ណា announcement ផ្សេងមកគេនេះគឺ announcement 2រូបគឺ Mobazen ដែលជា sub player នៅ team BTK ដូចឈ្មោះបាសូលព្រោះបាន2នាទីលេចចាំដល់អាហ្នឹងសង្ស័យខ្លាចខុសអាការ៉ាវីរុសព្រោះអាហ្នឹងតានេះចុយតំផុសទេហេចុយចឹងអាមិញលុបចាំបាត់ទេចុយស្អីគេញ៉ៃមែនមិនលុបទៅលុបទៀតមួយសេនអរគុណច្រើនចាំមិនលុបហ៎អូសង្ស័យខុសឲ្យឡើងណាមួយមិនដែរចឹងហ៊ុនក៏ដូចជាមកបានសែនត្រូវបានគេ ban ចេញពីការប្រកួតនិយាយទៅ ban មិន ban ចេញពីការប្រកួតទេគឺ ban ចេញពីក្រុម Soul ដែលស្គាល់ថា BTK នេះ BTK គឺបានធ្វើការ ban ចេញហេតុផលដែលធីមទាំងពីរនេះដែលតំណាងឲ្យប្រទេសអាមេរិកខាងជើងអញ្ចឹងឯង North America អាមេរិកខាងជើងឯងគឺគេបានរកឃើញថាគាត់បានធ្វើការ live stream ជាមួយនឹង game ដែលជា competitor របស់ Mobile Legends Bang នៅអំឡុងពេលប្រកួត NACT ឬក៏មុនការប្រកួត MSC កាត់ឡើងមើលមើលនេះហ៊ូនឈ្មោះស៊ូងហ៊ុន and Michelle ចុយប្រូមកបានស្អាតឈ្មោះ Michelle what the fuck Michelle Ghost Gun ពី Team Soul តំណាង NA គឺបានរកឃើញថាល្មើសច្បាប់ការប្រកួតជាមួយនឹងការសម្រេចចិត្តទៅចូលរួមនិយាយទៅបើហ៊ូនវិញទៅចូលរួមកម្មវិធីគេយកហ្មងអានេះគេចូលរួមកម្មវិធី competitor របស់គេយកហ្មងគឺបានន័យថាឥឡូវខ្ញុំនិយាយហ្មងគឺគាត់បាន live stream game XOK ហើយបានទៅចូលរួមជាមួយនឹងកម្មវិធីរបស់ XOK នេះsection 2 ពេលទី index B ពេលទីវា impose team member ភ្លាមយកហ្មងនេះដោយសារតែគាត់ Michelle អីគេ Michael แล้วស្មើ Michelle Michael នេះ team member គឺគេថាគឺ competitor game event activity live stream ឬក៏ផ្លូវអីផ្សេងក៏ដោយឲ្យតែយើងធ្វើការ expose ដែលជា game competitor របស់ Mobile Legends Bang គេនឹងធ្វើការ ban ចោលយកតែម្ដងហើយការ ban នោះគឺនឹងជាផ្លូវការភ្លាមតែម្ដងហើយនៅពេលដែល team Soul ឬក៏ team BTK ហ្នឹងបាត់បង់សមាជិកក្រុម2នាក់ធ្វើឲ្យខុសច្បាប់ការប្រកួតមួយទៀតបានន័យថាគឺអត់មានកីឡាករដែលអាចជំនួសបាននៅពេលដែលគាត់ register form ហ្នឹងគឺអត់មានគ្រប់កីឡាករដែលធ្វើការជំនួសនិងធ្វើការចូលរួមប្រកួតអញ្ចឹងក៏គេធ្វើការ DQ និយាយទៅគេនឹងធ្វើការ disqualifier team Soul ហ្នឹងទៀតគឺគាត់ដោយសារតែគាត់អាចគ្រប់លក្ខខណ្ឌនៃការចូលរួមការប្រកួតដោយសារគាត់បាត់ member 2នាក់បាត់ហើយអញ្ចឹងគឺមិនមែនចេះឲ្យចាត់តាំងពី member ថ្មីបានលុះត្រាតែនៅក្នុង roster របស់គាត់អញ្ចឹង roster ហ្នឹងគឺមាន sub player តែមួយហ្នឹងហើយបាត់ដល់2នាក់អា sub player អូខេ ban អា main roster អូខេ ban អញ្ចឹងលេខគ្រប់ player បាត់អាហ្នឹងមាន4នាក់ហ្នឹងយល់អត់ចាឥឡូវគឺគេធ្វើការដកសិទ្ធិការប្រកួតរបស់ Team Soul ឬក៏ BTK ហ្នឹងចោលចេញពីការប្រកួត MSC 2021តាមច្បាប់របស់គេនេះ311 523នៃច្បាប់របស់គេអាហ្នឹងខ្ញុំមិនដឹងនៅណារកមើលបានទេហើយដោយសារតែកីឡាករក៏គេ ban team ក៏ខុសច្បាប់ការបានន័យថាអត់គ្រប់លក្ខខណ្ឌវាអត់ខុសច្បាប់ទេគេថាអត់គ្រប់លក្ខខណ្ឌនៃការប្រកួតគឺបានដកសិទ្ធិទៅលើ Team Soul ឬក៏ BTK នឹងចេញជំនួសដោយ team ជើងឯករងនៅ NACT 2025ហ្នឹងគឺ team Area 77 Area 77ដែលធ្វើការប្រកួត Grand Final មកគាត់ហ្នឹងដូចជាឈ្នះមកខ្ញុំបើកមើលហើយNACT ចាំតិច NACT នៅណានេះអូយនៅណាឃើញតើមើលក្នុងនេះស្រួលមើលជាងចាំតិចនេះគេជំនួសដោយ Area 77ហើយទៀតគេ announcement ទៅទៀតចាញ់ឡើយNACT Spring នេះ Area 77នេះមុនដំបូង BTK បន្តមកឥឡូវដូរឈ្មោះទៅជា Soul ដោយសារគេ collaboration ណានេះ Area 77មាន Horashi Shiro Hunter ISO និង Joy Boy ដែលចាញ់ក្រោមដៃ
team BDK លទ្ធផល Grand Final 4-2 ដូច្នេះឥឡូវគឺគេបានដកចាញ់ពីសិតចាញ់ពីការប្រកួតបាត់ហើយអញ្ចឹងចូលរួមសោកស្ដាយទៅលើ Hoon ចូលរួមទៅសោកស្ដាយជាមួយនឹង BDK គ្មានមុខមាត់នៅក្នុង MSC 2025 ទៀតនោះទេនិយាយទៅអត់មានអានច្បាប់គេហើយបើសិនអ្នកគ្នាសួរហេតុអីបានជាអញ្ចឹងបើអ្នកគ្នាចូលមើលយើងទៅមើល Mobile Scene នេះ Mobile Scene នេះដល់នេះនិយាយទៅខ្ញុំអត់ចង់ show នេះវានៅក្នុង live ខ្ញុំដែរនេះ Mobile Scene គឺបាន live នៅក្នុង game របស់គេនៅក្នុង3ខែចុងក្រោយ3ខែចុងក្រោយនេះគឺគាត់សិតតែបាន live game ដែលជា competitor របស់ Mobile Legends Bang ខ្ញុំមិននិយាយឈ្មោះទេក៏និយាយ competitor បាននេះសូម្បីតែ Hoon មិនត្រឹមតែ live ទេបើតាមខ្ញុំចាំ Hoon ដូចជាចូលរួម event របស់ competitor game ហ្នឹងទៀត$1អរគុណច្រើនមកណែពីឈ្មោះគេពីខៀងអរគុណច្រើនជប៉ុនខាងឡោសុខភាពល្អបងណែបាទHoon ដូចជា live អត់ខ្ញុំមើលសិនដឹង Hoon live អត់ទេនេះមកមីរ៉ាខ្ញុំ scan អត់ចេញទេធ្វើម៉េចអាហ្នឹងមិន scan ទេអូអាហ្នឹងតយូ enable អា debug អាហ្នឹងវែងឆ្ងាយណាស់កើបើយូធ្វើអាហ្នឹងអត់ហើយទេយូ enable USB debug Hoon ដូចជា live បើតាមខ្ញុំចាំខ្ញុំមានអារម្មណ៍ថា Hoon ដូចជា live Hoon also live តែឥឡូវបាត់ stream នឹងបាត់ហើយបាត់ stream នឹងបាត់ហើយចុយអូននេះឯងគាត់ថាលុបនឹងរួចខ្លួនមែន វាឡាយពីតង់ live បើន័យថា2 game មែន ឡាយ2ថ្ងៃ អូ live 2ថ្ងៃហើយ delete ចោល live ហើយតែ delete ចោលទី1ទី2នៅក្នុង story IG របស់ Mara Hoon បានចូលរួម event launching របស់ competitor game របស់ Mobile Legends Bang ដឿអូនឯងគេបានចឹងអាឆ្លាស់ចឹងឯងបាទអញ្ចឹងនេះគឺជាព័ត៌មានក្តៅនឹងថ្មីចុះគេថា delete ចោលរត់រួចហ្នឹងអូនមិនបំផ្លាញផុសតាងហើយអាចគិតពីទោសច្បាប់រួចនោះទេអីបងការទេអញ្ចឹងសរុបមកវិញគឺ Mobile Legends ធ្វើការ ban Hoon និង Mobile Legends Team BDK ឬក៏ស្គាល់ថា Team Soul ហ្នឹងចេញពីការប្រកួត MSC 2025ច្រលើគោលហេតុផលច្បាប់របស់គេដែលគាត់ធ្វើការ promote join event live stream និងធ្វើការ expose មកនៅបង្ហាញ brand ផ្សេងពាក់ព័ន្ធពី game ដែលជា competitor របស់ Monton Mobile Legends Bang អញ្ចឹងគាត់តម្លៃ game ឯងអ្នកដឹងខ្ញុំចង់និយាយអាពាក្យហ្នឹងច្រើនដងខ្លាចគេ ban ដល់ខ្ញុំអញ្ចឹងគាត់ live ណា Mobile Legends live Hoon គឺ live ហើយ Hoon join event គេទៀតអញ្ចឹងគេធ្វើការ ban ចោលចេញពី team ហើយ team Soul ហ្នឹងគាត់អត់មានកីឡាករជំនួសអញ្ចឹងវាអត់គ្រប់លក្ខខណ្ឌនៃការចូលរួមការប្រកួត MSC 2025គឺគេដកសិទ្ធ team Soul ហ្នឹងចេញពីការប្រកួត MSC ហើយជំនួសដោយក្រុមជើងឯករងនៅ NACT Spring 2025ហ្នឹងដាក់ដោយ team Area 77វិញបែរដូចគ្នាអីបើសិនជា talent ណាហ៊ានតែ live គឺមិនមែនបាត់មុខត្រឹមតែ MSC ទេគឺបាត់មុខគ្រប់ event របស់ Mobile Legends Bang នៅក្នុងស្រុកខ្មែរហ្មង talent ណាក៏ដោយឲ្យតែហ៊ាន live ឥឡូវអ្នកចង់ដឹងអត់ឲ្យអ្នកកើ live សាកមើលតែគេគេសួរថាចេះបើយូ live អា game កងគ្នាមួយ Mobile Legends ណាគេ ban អត់បើ talent មានថាបើចង់ដឹងឲ្យយូ live សាកមើលទៅ Yes គេប្រកាសApex Sam Area 77នោះនេះដល់សារតែនេះ sub player គាត់ចោះឈ្មោះនេះអត់ទេមើលមានតែម្នាក់ហ្នឹងនេះ sub player មួយឲ្យ ban 2នាក់បើ ban តែមួយនៅប្រកួតបានអញ្ចឹង ban 2នាក់អស់ហើយហ្នឹង ban 2នាក់មានណាអស់ player ហ្នឹងអាហ្នឹងមិនន័យថាចែអ្នកទាំងអស់គ្នាអត់អាច submit form ណា6នាក់ហ្នឹងទៅគេហើយដោយសារមានរឿង ban យើងសុំថែមមនុស្សក្រៅបានទេអត់បានទេហ្មងវាខុសច្បាប់របស់គេមកអ្នកគ្នាដឹងថាមកការបញ្ហាហ្នឹងកាត់ឡើងដាក់ sub player 2នាក់មក3នាក់មក sub player បាន2នាក់ដាក់2នាក់បើ ban 2សល់1ទៀតបានគ្រប់5នាក់ទៅលេងបានធម្មតាឃើញអត់អញ្ចឹងអ្វីដែលជារឿងវាធ្វើឲ្យអាម៉ាស់ទី1ទី2គឺជារឿងដែលខកទី3គឺខាត់នឹងចំនួនធំគឺ BTK collab មួយ Team Soul ឥឡូវគឺត្រូវលាយដូចអំបិលត្រឹកទឹកមួយផ្លែតហ្នឹងហើយគ្រាន់តែចង់បានលុយក្នុងរយៈពេលខ្លីផ្លេចកាត់លុយធំដែលប្រាក់រង្វាន់ MSC មានរហូតដល់$3លាន
ពាក់ព័ន្ធពី brand ខ្លួនឯងឈ្មោះខ្លួនឯងឥឡូវគឺត្រូវលាយទាំងអស់ goodbye bye bye MSC เอเจนต์เนี่ย manager ចុងភ្លាមក៏ចុំមកពីចុងភ្លាមទៅឯងញ៉ៃណានិយាយមុនគេណា មីដឹងមុនហ្នឹងគេណាកើសូសន អប់មក មីដឹងរឿងហ្នឹងមុនរឿងហ្នឹងគេផុសទៀតតែមានអត់និយាយ អប់មក សងលុយគេអត់សងអត់ឲ្យសងនេះអាហ្នឹងរឿងធីមខ្ញុំអត់សូវដឹងទេអាហ្នឹងវានៅក្នុងកុងត្រាហ្នឹងមិនអាតើធ្លាប់ឡាយអាតើធ្លាប់ឡាយមានអីបើអាតើគ្មានធីមក្នុង MPL គ្រាន់ថ្ងៃណាមកជាប់ធីម MPL ហ៊ានតឡាយទៅមួយធីមទៀតអាចនឹងទៅមួយធីមទៀតអាហ្នឹងគឺជារឿងតន់ហន់ថ្ងៃហ្នឹងគឺជា official statement ដែលអ្នកគ្នាត្រូវដឹងយកថ្ងៃហ្នឹងយកហ្មងម៉ណែឡាយអត់ទេណែកើ បងបាយប្រូ មើល live សាដូចុះសាដូ live សាដួយច្រឡំ